កូនត្រូវធ្វើបុណ្យឲ្យទាន់ខែភ្លឺមានមនុស្សជាច្រើនមិនបានគិតអំពីការតបស្នងសងគុណដល់អ្នកមានកូនឡើយនៅពេលដែលអ្នកមានកូននោះនៅរស់រានមានជីវិតកូនគិតថាចាំថ្ងៃក្រោយឬចាំរកស៊ីមានបានសិនចាំសងគុណពួកគាត់មិនបានគិតដល់ពេលវេលាមិនរងចាំយើងឡើយយើងអាចគ្មានឱកាសនឹងបានតបស្នងសងគុណពួកគាត់ក៏អាចថាបានព្រោះជីវិតនេះខ្លីណាស់បើមិនមែនយើងជាអ្នកប្រត់ប្រាស់ក៏ពួកគាត់អាចនឹងប្រប្រាស់ពីយើងបាននៅថ្ងៃណាមួយមិនខានហើយយើងប្រកាសជាស្ដាយក្រោយជាក់ជាមិនខានការសងគុណនៅពេលដែលគាត់មានជីវិតទើបចាត់ទុកជាអំពើដែលយើងជាអ្នកជំពាក់គុណក៏បីធ្វើដោយពាក្យបុរាណមួយបានពោលថាធ្វើបុណ្យឲ្យទាន់ខែភ្លឺសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងវិលត្រឡប់មកជួបជាមួយនឹងសាច់រឿងថ្មីម្ដងទៀតអញ្ចឹងសម្រាប់សាច់រឿងក្នុងថ្ងៃនេះផងដែរគឺមានចំណងជើងថាដើមប៉ោមអញ្ចឹងដើមប៉ោមជឿជាក់ថាបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់ហើយថាដើមប៉ោមគឺជារសជាតិមួយយ៉ាងដែលយើងនិយមបរិភោគមែនតើអញ្ចឹងសម្រាប់សាច់រឿងនេះផងដែរគឺដកស្រង់ចេញពីរឿងដើមប៉ោមផ្ទាល់បើចង់ដឹងថាសាច់រឿងនេះមានន័យយ៉ាងណាតោះយើងចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នាកាលដើមឡើយមានក្មេងប្រុសម្នាក់លេងជាមួយដើមប៉ោមយ៉ាងសប្បាយរីករាយស្រាប់តែមានថ្ងៃមួយក្មេងប្រុសនោះមិនដឹងថាបាត់ទៅណាទេតែក្រោយមកទៀតក៏បានឃើញក្មេងប្រុសនោះត្រឡប់មកវិញក្មេងប្រុសលេងជាមួយដើមប៉ោមសុកក៏បាត់ក្មេងប្រុសហ្នឹងនេះមិនមែនថាក្មេងប្រុសហ្នឹងបាត់នៅក្នុងដើមប៉ោមហ្នឹងទេបងប្អូនអរគ្នាគឺដោយសារតែក្មេងប្រុសហ្នឹងលេងជាមួយដើមប៉ោមសុកហើយបាត់ក្មេងប្រុសហ្នឹងមិនបានមកលេងជាមួយនឹងដើមប៉ោមទៀតអញ្ចឹងណាហើយពេលនោះដើមប៉ោមក៏បានសួរថាតើឯងបាត់ទៅណាបានជាមិនឃើញឯងមកលេងជាមួយនឹងខ្ញុំក្មេងប្រុសនោះក៏បាននិយាយថាខ្ញុំមិនអាចលេងជាមួយអ្នកបានទៀតទេព្រោះខ្ញុំឃើញក្មេងឯទៀតមានកូនឡានលេងយ៉ាងសប្បាយហើយខ្ញុំក៏ចង់បានកូនឡានលេងដូចគេដែរតែខ្ញុំគ្មានលុយទេហើយដើមប៉ោមនោះក៏បាននិយាយថាបើអញ្ចឹងអ្នកអាចបេះផ្លែរបស់ខ្ញុំយកទៅលក់ដើម្បីបានប្រាក់យកទៅទិញកូនឡានចុះគ្រាន់តែនិយាយចប់ហើយក្មេងប្រុសនោះក៏បានបេះផ្លែប៉ោមនោះយកទៅទិញកូនឡានដើមប៉ោមនឹកក្មេងនោះណាស់ឈររងចាំរាល់ថ្ងៃហើយគិតក្នុងចិត្តថាក្មេងនោះមិនដឹងពេលណាទើបត្រឡប់មកវិញទេស្រាប់តែថ្ងៃមួយដើមប៉ោមមានការសប្បាយចិត្តជាខ្លាំងព្រោះបានឃើញក្មេងប្រុសនោះត្រឡប់មកវិញរួចបានសួរទៅកាន់ក្មេងប្រុសនោះថាតើឯងបាត់ទៅណាមិនក៏យូរម្ល៉េះដឹងទេថាយើងចង់ជួបមុខឯងចង់លេងជាមួយឯងក្មេងប្រុសនោះបាននិយាយថាខ្ញុំមិនអាចលេងជាមួយឯងបានទៀតទេខ្ញុំក៏មិនអាចលេងជាមួយកូនឡានបានទៀតដែរព្រោះថាខ្ញុំធំហើយខ្ញុំឃើញមិត្តភ័ក្តិរបស់ខ្ញុំមានម៉ូតូល្អជិះប៉ុន្តែខ្ញុំគ្មានអ្វីជិះដូចគេទេនេះគឺជាអ្វីដែលក្មេងប្រុសនោះបាននិយាយជាមួយដើមប៉ោមទៀតហើយពីមុនគាត់និយាយថាឃើញមិត្តភ័ក្តិរបស់គាត់មានកូនឡានលេងយ៉ាងសប្បាយរីករាយអញ្ចឹងគាត់ក៏ចង់បានកូនឡាននឹងលេងដែរដល់ពេលមួយលើកនេះគាត់និយាយថាឃើញមិត្តភ័ក្តិរបស់គាត់មានម៉ូតូល្អជិះគាត់ក៏ចង់បានម៉ូតូល្អជិះដូចគេដែរពីព្រោះដោយសារតែការលូតលាស់របស់គាត់គឺគាត់ធំហើយក្នុងឆ្នាំហ្នឹងអញ្ចឹងណាដើមប៉ោមក៏បាននិយាយថាអញ្ចឹងឯងអាចបេះផ្លែរបស់ខ្ញុំនិងកាប់មែករបស់ខ្ញុំយកទៅលក់ដើម្បីបានប្រាក់យកទៅទិញម៉ូតូជិះដូចគេចោះក្មេងប្រុសនោះក៏បានឡើងលើដើមហើយបេះផ្លែប៉ោមនោះយកទៅលក់រួចក៏ទៅបាត់ដើមផ្លែប៉ោមអស់ស្លឹកអស់មែកនៅសល់តែសម្បកដើមឈររងចាំហាលភ្លៀងហាលខ្យល់រងកម្ដៅតែម្នាក់ឯងយ៉ាងអណោចអធម30ឆ្នាំក្រោយមកស្រាប់តែឃើញបុរសនោះមកម្ដងទៀតក្នុងវ័យចំណាស់ជាងមុនដើមប៉ោមក៏បាននិយាយបន្តទៀតថាខ្ញុំនឹកឯងខ្លាំងណាស់តែឯងបាត់ទៅណានេះគឺជាពាក្យដែលដើមប៉ោមតែងតែនិយាយជាមួយគាត់តាំងពីគាត់នៅក្មេងរហូតដល់គាត់វ័យចំណាស់ឲ្យតែគាត់មកវិញគឺដើមប៉ោមតែងតែនិយាយបែបហ្នឹងហើយតែងតែសួរសុខទុក្ខតែឯងបាត់ទៅណាមិនក៏បាត់ឯងយូរម្ល៉េះអញ្ចឹងនេះគឺជាការរងចាំរបស់ដើមប៉ោមនឹងឯងធម្មតាអ្នកដែលរងចាំតែងតែនឹករលឹកពីគេជានិច្ចហើយបុរសនោះក៏បានឆ្លើយថាខ្ញុំមិនចង់ជិះម៉ូតូទៀតទេខ្ញុំចង់មានទូកមួយជិះដើរលំហែកាយម្ដងតែខ្ញុំគ្មានលុយទិញវាទេអាយ៉ាលើកនេះឃើញថាបន្ទាប់ពីបានកូនឡានបានម៉ូតូឥឡូវចង់បានទូកទៀតយ៉ាពិតជាអានេះបើយើងនិយាយថាបុរសនោះគឺជាបុរសមួយដែលអាចគិតថាលោភលន់ណាអញ្ចឹងយើងកុំតន់សន្និដ្ឋានតោះយើងចូលស្ដាប់សាច់រឿងបន្តទៀតសិនអញ្ចឹងដើមប៉ោមក៏បាននិយាយថាឥឡូវនេះខ្ញុំគ្មានសល់អ្វីទេខ្ញុំសល់តែដើមមួយប៉ុណ្ណោះឯងអាចកាប់ដើមរបស់ខ្ញុំនេះយកទៅធ្វើទូកជិះចុះហើយបុរសនោះមិនបានគិតអីច្រើនទេមិនបានពិចារណាអីច្រើនទេគាត់ក៏បានកាប់ដើមប៉ោមនោះយកទៅធ្វើទូកដើម្បីជិះកម្សាន្តអញ្ចឹងបន្ទាប់ពីការកាប់របស់គាត់គឺដើមប៉ោមគឺអស់ហើយអស់លីងហើយអស់ផ្លែអស់ស្លឹកអស់មែកបន្ទាប់មកឥឡូវនេះគឺអស់ទាំងដើមទៀតហើយដើមប៉ោមនៅសល់តែគល់ទេនៅហាលវាលហាលភ្លៀងនិងហាលខ្យល់
ស្រាប់តែមួយរយៈក្រោយមកបុរសនោះមានចិត្តនឹករលឹកទៅលើដើមប៉ោមហើយក៏បានទៅលេងដើមប៉ោមឃើញតែគល់ដើមប៉ោមហាលខ្យល់បុរសនោះចង់អោបដើមប៉ោមទៀតលែងបានហើយបានត្រឹមតែអង្គុយលុតជង្គង់នៅមុខគល់ឈើបានត្រឹមតែអង្គុយលុតជង្គង់នៅមុខគល់ប៉ោមនិងស្ដាយស្រណោះស្រណោកយំបោកខ្លួនបោកប្រានប៉ុណ្ណោះគេថាបុរសនេះគាត់ចេះសោកស្ដាយដែរតាប៉ុន្តែពេលដែលគាត់ធ្វើគាត់អត់មានចិត្តសោកស្ដាយទេគាត់គិតថាឲ្យតែប៉ោមនឹងឲ្យធ្វើអីឲ្យយកអ្វីពីប៉ោមគឺគាត់យកទាំងអស់មុនដំបូងឲ្យផ្លែលើកទី2ឲ្យមែកឲ្យផ្លែលើកទី3ឲ្យទាំងដើមទៀតបន្ទាប់មកទៀតប៉ោមគឺអស់លេងហើយមានតែគល់នេះបើយើងនិយាយថាបើសិនជាគាត់ថែរក្សាប៉ោមនឹងតិចគឺប៉ោមនឹងនឹងផ្ដល់អ្វីគ្រប់យ៉ាងឲ្យគាត់ជារឿងរហូតដល់គាត់កុំបំផ្លាញដើមរបស់វាអញ្ចឹងណាអញ្ចឹងដល់ពេលដែលគាត់បំផ្លាញដើមរបស់វាគឺមានតែគល់គឺថាពិបាកហើយគឺគល់អាចនឹងស្លាប់គឺស្លាប់តែម្ដងណាមានតែគល់គឺពុកផុយនៅថ្ងៃណាមួយអញ្ចឹងប៉ោមគាត់មិនអាចផ្ដល់អ្វីដែលគាត់ចង់បានបន្តទៀតទេអញ្ចឹងសម្រាប់គំនិតពិចារណានៅក្នុងសាច់រឿងនេះផងដែរគឺបង្ហាញថាដើមប៉ោមប្រៀបបានទៅនឹងឪពុកម្ដាយយើងនឹងឯងពេលនៅតូចយើងតែងតែនៅចិត្តឪពុកម្ដាយរបស់យើងនឹងលេងជាមួយគាត់ប្រឡែងជាមួយគាត់ចង់បាននេះចង់បាននោះមិនចេះចប់ប៉ុន្តែមិនដែលឮគាត់បដិសេធទេគាត់រកមកឲ្យកូនរហូតឲ្យតែកូនសប្បាយចិត្តមិនគិតខ្លាចនឿយហត់អ្វីទាំងអស់មានឪពុកម្ដាយមួយចំនួនសុខចិត្តប្រកបរបរទុច្ចរិតដើម្បីចិញ្ចឹមកូនព្រោះខ្លាចកូនមិនមានចំណីអាហារទទួលទានគ្រប់គ្រាន់និងពេលខ្លះសូម្បីតែជីវិតក៏ហ៊ានលះបង់ដែរនៅពេលកូនធំឡើងតែងតែមិនបាននៅនេបនិតគិតគិតជាមួយឪពុកម្ដាយអ្នកខ្លះត្រូវឃ្លាតឆ្ងាយពីឪពុកម្ដាយទាំងដែលមិនមានភាពចាំបាច់និងពេលខ្លះមិនគិតរកពេលវេលាជួយសម្រាលទុក្ខទុរៈគាត់នៅពេលដែលគាត់ត្រូវការផ្ទុយទៅវិញពេលដែលកូនមានទុក្ខច្រើនតែងតែស្រែករកឪពុកម្ដាយនិងពឹងពាក់គាត់តើអ្នកធ្លាប់គិតទេថាថ្ងៃណាមួយអ្នកប្រហែលជាមិនមានឱកាសអាចនឹងពឹងពាក់គាត់បានទៀតទេគាត់អាចនឹងលាចាកលោកយើងនេះទៅដោយមិនបានប្រាប់ទុកមុនអញ្ចឹងការដែលបាត់បង់ជីវិតគឺយើងមិនអាចមើលឃើញទេថ្ងៃនេះយើងនៅរស់ថ្ងៃស្អែកយើងនឹងអាចស្លាប់ក៏ថាបានដែរមនុស្សយើងជីវិតយើងគឺផុយណាស់គ្រប់ពេលវេលាគ្រប់នាទីទាំងអស់យើងតែងតែមានការប្រុងប្រយ័ត្នប៉ុន្តែឲ្យតែសង្ខារត្រូវអស់គឺមិនអាចខាត់បានទេជាងការមានអ្នកខ្លះគាត់ដេកស្លាប់ក៏មានដែរអញ្ចឹងយើងមិនអាចប៉ាន់ស្មានអំពីជីវិតរបស់យើងបានទេគុណដែលគាត់មានមកលើយើងប្រហែលជាយើងមិនអាចតបស្នងគាត់តាន់ពេលទេប្រសិនបើយើងចេះតែបណ្តែតបណ្ដោយឲ្យពេលវេលាកន្លងទៅដោយមិនបានធ្វើអ្វីដល់រូបគាត់នោះលុះគាត់លាចាកលោកនេះទៅហើយយើងក៏មិនអាចធានាបានថានឹងមានវិធីណាមួយដើម្បីតបស្នងសងគុណដល់ពួកគាត់បើចង់ឲ្យគាត់បានទទួលនៅការតបគុណមានតែប្រញាប់ធ្វើឲ្យរស់រានតាន់ពេលដែលគាត់នៅមានជីវិតគាត់បានឃើញនិងទទួលដោយដៃគាត់ផ្ទាល់និងបានសប្បាយរីករាយចំពោះអំពើល្អដែលយើងបានធ្វើបាទអញ្ចឹងបានថាបងប្អូនទាំងអស់គ្នាតាន់គាត់នៅរស់យើងចង់ធ្វើអីយើងធ្វើនឹងទៅចង់នាំគាត់ដើរលេងចង់នាំគាត់ទៅធ្វើបុណ្យឬក៏នាំគាត់ទៅដើរកម្សាន្តកន្លែងណាមួយដែលគាត់ចង់ទៅគឺយើងគួរតែបំពេញបំណងគាត់ពេលដែលយើងនៅតូចគាត់ឆ្លៀតពេលនៅមើលថែយើងចេញពីធ្វើការងារហត់គាត់មានពេលប្រឡែងយើងមានពេលនាំយើងលេងនេះលេងនោះទៅតាមពេលដែលយើងចង់បានប៉ុន្តែពេលយើងធំហើយយើងគួរតែបំពេញបំណងគាត់ហើយការធ្វើបុណ្យឧទ្ទិសកុសលបន្ទាប់ពីគាត់ស្លាប់ទៅគឺជារឿងមួយដែលកូនប្រុសស្រីត្រូវធ្វើប៉ុន្តែមិនមែនជារឿងចម្បងទេអញ្ចឹងការធ្វើបុណ្យនៅពេលដែលគាត់ស្លាប់ទៅវាជារឿងដែលយើងត្រូវធ្វើហើយការដែលសន្សំបុណ្យកុសលដើម្បីឧទ្ទិសកុសលជូនពួកគាត់ប៉ុន្តែវាមិនមែនជារឿងចាំបាច់ទេវារឿងចាំបាច់បំផុតនោះគឺនៅពេលដែលគាត់នៅរស់នោះឯងរឿងដែលកូនត្រូវធ្វើខាងដើមចំពោះអ្នកមានគុណនោះគឺការតបស្នងសងគុណគាត់នៅពេលដែលគាត់នៅរស់រានមានជីវិតការធ្វើបុណ្យឧទ្ទិសកុសលខ្មែរបុរាណលោកថាប្រៀបបានទៅនឹងការធ្វើបុណ្យខែងងឹតគឺមិនដឹងច្បាស់ថាបុណ្យកុសលដែលយើងបានធ្វើនោះនឹងទៅដល់ពួកគាត់ឬយ៉ាងណានោះឡើយអញ្ចឹងសម្រាប់ខ្សែរឿងមួយនេះគឺយើងត្រូវតែធ្វើបុណ្យឲ្យតាន់ខែភ្លឺកុំដល់ពេលដែលខែងងឹតហើយទើបនាំគ្នាទៅធ្វើបុណ្យគឺការធ្វើបុណ្យវាអត់ខុសទេបងប្អូនទាំងអស់គ្នាវាសុទ្ធតែជារឿងដែលត្រឹមត្រូវទាំងអស់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់នៅខ្សែរឿងមួយនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងខ្ញុំអត់មានពីអីបន្ថែមពីលើសាច់រឿងនេះទេសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់អំពីសាច់រឿងនេះបើសិនបើបងប្អូនទាំងអស់គ្នាមានចម្ងល់ឬក៏មានមតិយោបល់ណាមួយបងប្អូនទាំងអស់គ្នាអាចចូល comment នៅខាងក្រោមបានអរគុណច្រើនបងប្អូនទាំងអស់គ្នាយើងនឹងវិលត្រឡប់មកជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនជម្រាបលាបាយបាយ